Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MVS សម្រាប់រឿងនៅថ្ងៃនេះគឺយើងមកបន្តពីទី181នៃរឿងប្រវត្តិក្បាច់គុណរដូវកាលថ្មីបន្តសាច់រឿងចាប់ផ្ដើមណាន់គុនឈៀនគាត់ក៏បានផ្លាស់ទីមកដល់ណាន់កងវ៉ាន់និយាយថាបងស្រីចូលមកដល់ខាងក្នុងមកពួកយើងនិយាយរឿងពិភាក្សាគ្នាម្ដងទៀតណាន់គុនឈៀនគាត់គឺមិនបានគិតអ្វីច្រើនឡើយផ្លាស់ទីចូលទៅខាងក្នុងនិយាយថាសប្បាយចិត្តបងស្រីតែបងស្រីក៏បានចូលច្បាស់ហើយមែនទេណាន់កងវ៉ាន់និយាយថាបងស្រីប្រសិនបើអ្នកគ្រូនៅរស់តើគាត់គិតយ៉ាងម៉េចដែរតែទិញជាមួយនឹងរឿងនៅពេលនេះតែណាន់គុនឈៀនគាត់និយាយថាវ៉ាន់នៅពេលនេះសង្គ្រាមធំគឺរៀបនឹងចាប់ផ្ដើមហើយសម្ព័ន្ធប្រជាជាតិទាំង9គឺកំពុងតែត្រូវការជំនួយជាបន្ទាន់ដែលពួកយើងគួរតែជ្រើសយកឱកាសនេះចងសម្ព័ន្ធភាពជាមួយនឹងប៉ាហូជីគឺដើម្បីបង្កើនអំណាចនៃបកយិនយូរបស់ពួកយើងឲ្យកាន់តែខ្លាំងក្លាឡើងវិញណាន់កូវ៉ាន់និយាយតាំងដល់ទាំងខាំធំដោយសារតែរឿងបញ្ហាគ្រប់ប្រចាំទាំងអស់នេះគឺសុខចិត្តលះបង់ខ្ញុំមែនទេណាន់កូនឈិននិយាយបន្លាប់ថាវ៉ាន់បងស្រីគួរតែបានដឹងហើយថា Never Cat Vibration គឺបានចាប់ផ្ដើមនឹងមានអារម្មណ៍ជាជ្រៅចំពោះបងស្រីណានោះគឺជាប្រយោជន៍ទៅដល់បងស្រីហើយតាមតែងជួយមកកាន់បកយិនយូរបស់ពួកយើងទៀតផងណាន់កូវ៉ាន់និយាយថានេះគឺពិតជាល្អប្រសិនបើបងស្រីគិតបែបនោះហើយអញ្ចឹងបងស្រីគួរតែទៅរៀបការដោយខ្លួនឯងទៅណាន់កូនឈិននិយាយខ្លាំងបងស្រីនេះគឺមិនជាការលេងសើចទេរឿងទាំងអស់ហ្នឹងក៏ត្រូវបានប្រកាសជុំវិញពិភពគុណទៅហើយគ្រប់យ៉ាងគឺមិនអាចកែប្រែបានឡើយហើយមិនចាញ់ទៀតនៅថ្ងៃនេះបានហៅបងស្រីមកគឺដើម្បីនិយាយពាក្យសម្ដីទាំងអស់ហ្នឹងឲ្យបងស្រីខំមែនទេណាន់កូវ៉ាន់ងើបក្រោកឡើងនិយាយទាំងអស់សំណើចមិនអញ្ចឹងទេដោយកាត់ទៅខ្ញុំគឺចង់ដាក់ច្បាប់ការរឹតបន្តឹងឃុំខាំងបងស្រីតាកម្លាំងក្បួនក៏បានធ្លាក់ចុះមកគាត់ក៏បានប្រើប្រាស់កម្លាំងមកទប់ទល់ហើយចំណែកឯផ្លាដាវឬសៃរតែរបស់ហាលីក៏បានមកពីក្រៅផងដែរប៉ុន្តែគាត់ក៏បានយកដៃរបស់គាត់មកទប់ទល់យ៉ាងនេះនិយាយថាល្អណាស់ហ៊ានគប់ខិតជាមួយនឹងអ្នកក្រៅមកប្រឆាំងជាមួយនឹងបងស្រីផងវ៉ាន់តើមនុស្សម្នាក់នេះគេគឺជានរណាគេទៅហាលីនៅខាងក្រៅនិយាយថាខ្ញុំគ្រាន់តែជាអ្នកវឹកខាត់កំសាកម្នាក់តែប៉ុណ្ណោះគឺមិនសមនឹងស្គាល់ឈ្មោះខ្ញុំទេណាកូនឈិននិយាយហើយនេះគឺជាបញ្ហាផ្ទៃក្នុងដែលស្ថិតនៅក្នុងបច្ចានយូរបស់ខ្ញុំអ្នកវឹកខាត់តាកុំលុកដៃជ្រៀកអីដើម្បីជៀសវាងកុំឲ្យមានបញ្ហាអ្វីកើតឡើងនឹងនិយាយបន្តទៅកាន់ដានកងវ៉ាន់បងស្រីក៏បានរៀបចំផែនការបែបនេះគឺចង់បង្ខំឲ្យបងស្រីលុបបំបត្តិនៅបណ្ដាសាចុងចិត្តនឹងមែនទេដានកងវ៉ាន់និយាយថាបងស្រីកុំនិយាយដល់ថ្នាក់នឹងពេកអីបងស្រីក៏បានប្រើប្រាស់មន្តអាគមចុងចិត្តមិនលើខ្ញុំមិនបារម្ភខ្វល់តាក់ទិនជាមួយនឹងអាយុជីវិតរបស់ខ្ញុំទេបើសិនបើរឿងបញ្ហាទាំងនេះលីកលឺទៅខាងក្រៅដូច្នេះអ្នកគ្រូជំទាំងអស់នោះពួកគេប្រកាសជានិយាយសោះចំអកមើងងាយមកកាន់បច្ចានយូរបស់ពួកយើងហើយហាលីនិយាយថានៅវខាតកូណាតាដោះមន្តអាគមបណ្ដាសាចុងចិត្តនេះចេញទៅហើយបន្តមកពួកយើងនឹងចាក់ចេញពីទីកន្លែងនេះភ្លាមមិនបង្ករឿងបញ្ហាអ្វីកើតឡើងឡើយតែណាន់កុនឈៀនគាត់ក៏បានសម្រាប់ខ្លួនអត់ដាច់ឡើងទៅលើនិយាយថាណាន់កងវ៉ាន់នេះគឺជាជំរឿសរបស់ឯងជ្រើសរើសមែនទេដែលបានប្រើប្រាស់កម្លាំងបំបីក្បួនខំខាំងនៅទីកន្លែងនេះខ្ទេញម្ចាស់ទៀតគាត់ក៏បានយកដៅទឹកនិងភ្លើងចេញមកវាយកាប់ទៅកាន់អ្នកទៅពីទាំងសងខាងឡើងប៉ាំងខ្ទៀតទៅក្រោយហើយពួកគេក៏បានបញ្ជាស្នៀតវាយប្រយុទ្ធគ្នាតែម្ដងណាន់កុនឈៀនតែម្នាក់ឯងវាយទប់ស្កាត់ជាមួយនឹងអ្នកទាំងពីរស្របពេលដែលអ្នកទាំងពីរសម្រាប់ខ្លួនទៅមុខណាន់កុនឈៀនគាត់ក៏បានប្រើប្រាស់ស្នៀតថៃជីបាញ់កម្លាំងថាពលស្ពាតជន់ពួកអ្នកទាំងពីរឲ្យឈប់នៅទីកន្លែងនេះហាលីនិយាយថាចរិតបងស្រីរបស់នាងគឺចាប់បែបនេះមែនទេនឹងក៏វ៉ាន់និយាយប្រាប់ហើយនេះគឺជារឿងធម្មតារបស់គាត់ទេដូច្នេះណាន់កុនឈៀនយកផ្លែដាវទឹកហើយនឹងភ្លើងវាយកាប់ទៅកាន់អ្នកទាំងពីរឡើងប៉ាំងខ្ទៀតទៅក្រោយហាលីប្រើប្រាស់ស្បែងជុំបុរាណបានធ្វើគាត់មិនអាចផ្លាស់ទីទៅណាទៀតបានណាន់ក៏វ៉ាន់ជ្រោកានាងក៏បានប្រើប្រាស់ស្នៀតសាមយុរាភ្លើង3-4ក្បាលបាញ់ព្រួយភ្លើងគាត់នឹងចំកណ្ដាលណាន់កុនឈៀននិយាយថាបងស្រីខ្ញុំគឺមិនចង់ធ្វើឯងពីបាក់ទេប៉ុន្តែនៅពេលនេះឯងគឺបានបង្ខំខ្ញុំហើយព្រមតែប្រើប្រាស់នៅមើលសញ្ញាបណ្ដាសាចុងចិត្តហើយប៉ុន្តែណាន់កងវ៉ាន់ប្រើប្រាស់មកចូលស្វែងតករបស់នាងទៅចាក់ទម្លុះដៃរបស់គាត់ធ្វើឲ្យនៅមើលសញ្ញាបណ្ដាសាចុងចិត្តរបូតចេញពីដៃរបស់គាត់វិញទៅណាន់កងវ៉ាន់ក៏និយាយដែរបងស្រីគួរតែឈប់ទៅប៉ុន្តែគាត់និយាយតទៅវិញខ្លាំងថាកុំយល់សោកបិសាហាលីក៏និយាយដែរពួកយើងគួរតែព្រួតដៃគ្នាវាយគាត់ឲ្យជាប់ដៃទៅកុំឲ្យគាត់មានពេលវេលាប្រើប្រាស់ដំណើរការក្បួនបណ្ដាសាចុងចិត្តប្រើប្រាស់ស្នៀតដែលជាច្រើនចូលទៅប៉ុន្តែក៏ត្រូវបានណាន់គុនឈិនយកដៃមកខាងតម្រង់យ៉ាងងាយអញ្ចឹងហាលីក៏បានដំណើរការវត្ថុវេទមន្តភ្នំយក្សដ៏ធំនេះគាត់ក៏និយាយដែរហាមើលទៅនៅវខាត់ក៏បានរៀបចំក្បួននឹងផែនការបានយ៉ាងល្អបែបនេះអញ្ចឹងហើយគាត់ក៏បានចាត់កញ្ចក់បេតុងរបស់គាត់ចេញមកទម្រង់ជាមួយនឹងភ្នំយក្សដ៏ធំរបស់ហានលីណាត់កងវ៉ាន់និយាយថានេះគឺជាកញ្ចក់បេតុងដែលជាកណោទ្របបុរាណរបស់បងស្រីពិបាកនៅក្នុងការទប់ទល់ជាមួយនឹងវាខ្លាំងណាស់ហាលីគិតក្នុងចិត្តថាកញ្ចក់ព្រមព្រលឹងនាងឈិងក៏ប៉ុន្តែវាក៏បានធ្វើដំរាប់តាមកញ្ចក់ពលឺពណ៌បេតុងនេះសោះដូច្នេះក៏បានបញ្ជាភេមេជាច្រើនទៅចាប់តោងជាមួយនឹងកញ្ចក់ពលឺពណ៌បេតុងនេះចិត្តមិនឲ្យវាបញ្ចេញពលឺរបស់វាចេញទៅក្រៅឡើយណាត់កងវ៉ាន់និយាយប្រាប់ហានលីទប់ទល់ជាមួយនឹងគាត់មិនទីសិនចោលទុកពេលវេលាឲ្យខ្ញុំមកផ្លែននេះក៏បានប្រើប្រាស់ស្នៀតប្រច័នពលឺដ៏ទិភាពចេញមកណាំកូនឈៀនប្រជាវិជ្ជាបាដូច្នេះគាត់ក៏បានបញ្ញាប្រាស់ខ្លួននឹងចាក់ចេញពីទីកន្លែងនេះបានលឿននិយាយខ្លាំងបងស្រីតែពួកយើងចាំបាច់បញ្ជិតគ្នាដល់ស្លាប់មែនទេណាំកូនវ៉ាន់ក៏និយាយប្រាប់ហើយព្រោះសម្រាប់បងស្រីមិនចង់ប្រយុទ្ធបាត់
បង់ជីវិតទេអញ្ចឹងគូណាតែដោះមុនគុំបណ្ដាសាចងចិត្តចេញពីខ្លួនរបស់ខ្ញុំតើបានសុំលក្ខខណ្ឌពេលអ្នកក្លាហានបន្តិចនៅពេលនេះអេមីនគ្មានបាក់ VIP នឹងគេដែរប្រសិនបើអ្នកក្លាហានចង់ចូលបាក់ VIP អ្នកក្លាហានអាចទៅមកកាន់អេមីនបានដំណើរ link Telegram អេមីនបានpin ដាក់នៅកន្លែង comment ហើយវីដេអូនៅក្នុងក្រុមបាក់ VIP ល្អមើលជាងវីដេអូនៅក្នុង YouTube អមទៅដល់សម្លេងប្រយុទ្ធគ្នាល្អមើលម្យ៉ាងទៀតក៏ផុសលឿនជាងនៅក្នុង YouTube ផងដែរដូច្នេះប្រសិនបើអ្នកក្លាហានទាំងអស់គ្នាចាប់អារម្មណ៍ចូលបាក់ VIP អាចឆាប់មកកាន់ admin គ្រប់ពេលវេលាបានអរគុណច្រើនស្របពីដំណាងកងឈៀនកំពុងតែផ្លាស់ទីកិច្ចចេញពីភ្នំយ៉ាដ៏ធំហាលីក៏ឆ្លងកាឡោប្រប្រស្នេហ៍ដៅវាយកាប់ទៅកាន់ណាងកងឈៀនឡើងទៀតបោះទៅកិច្ចជាមួយនឹងចិញ្ចាំងភ្នំផ្ទុះឡើងរំជួយណានកងវ៉ាន់នាងពិតជាបារម្ភទៅការសុខភាពបងស្រីរបស់នាងខ្លាំងណាស់តែចំណាវាគ្មានបញ្ហាអ្វីចំពោះណានកងឈៀនទេគាត់និយាយខ្លាំងខ្ញុំមិនអនុញ្ញាតឲ្យនរណាគេម្នាក់មករៀបរៀងផែនការស្ដារនឹងកម្លាំងនៃបច្ចេកជួយរបស់ខ្ញុំបានឡើយប្រប្រស្នេហ៍ដៅមួយស្និតវាយកាប់ចូលទៅណានកងវ៉ាន់គឺកិច្ចសឹងតែមិនតាន់ម្យ៉ាងទៀតចំហាយដៃរបស់គាត់គឺពិតជាខ្លាំងមែនតែនធ្វើរបាំងកាប់ពីឃុំខាំងរបស់ហាលីឡើងប្រេះបាយហាលីពិតជាឆ្ងល់ហេតុអ្វីបានជានៅលើខ្លួនរបស់គាត់ពុំពេញដោយចំហាយថាពលបិសាចខ្លាំងដល់ថ្នាក់នេះហើយតែកាប់ទៅកម្លាំងថាពលបិសាចវាក៏បានចេញពីដៅបិសាចឈាមមួយដើមនេះឯងដោយជើងដើរទៅមុខយ៉ាងមានអត្តពលពុំពេញដោយកម្លាំងថាពលដ៏ខ្លាំងក្លាណានកងវ៉ាន់ឃើញចឹងហើយនេះគឺជាដៅបិសាចឈាមបងស្រីក៏នៅតែបានដឹងពីផលវិបាកដែលបានប្រប្រាស់ដៅបិសាចឈាមនេះហើយដូច្នេះបងស្រីក៏នៅតែជប់ប្រាប់វាទៅតែគាត់និយាយថាមិនចាំបាច់បារម្ភពីគាត់ទេគាត់ក៏បានដឹងច្បាស់ជាងឯងទៀតនៅក្នុងការប្រប្រាស់ដៅបិសាចឈាមមួយដើមនេះដូច្នេះបងស្រីនឹងសួរឯងជាលើកចុងក្រោយរឿងបញ្ហាគ្រប់ប្រចាំទាំងអស់នេះគឺមិនអាចចរចាគ្នាបានមែនទេតែហាលីបាននិយាយចំនួនតបទៅវិញថាប្រសិនបើ Never Cut មិនដោះមុនគុំបណ្ដាសាចងចិត្តចេញពីខ្លួនរបស់ណានកងវ៉ាន់ទេគ្រប់ប្រចាំទាំងអស់គឺគ្មានរឿងដែលត្រូវនិយាយចរចាគ្នាទៀតឡើយមិនចាំទៀតនៅក្នុងការប្រប្រាស់ដៅបិសាចឈាមមួយដើមនេះវាគឺមិនជារឿងល្អទេនៅពេលដែលបានប្រប្រាស់ទៅវានឹងស្រូបជញ្ជក់ធម្មពលជីវិតអ្នកដែលបានប្រប្រាស់វានឹងគុនឈៀននិយាយខ្លាំងឯងនេះហើយគឺជាអ្នកនាំរឿងដូច្នេះខ្ញុំនឹងកំចាត់ឯងមុនគេសម្រាប់ខ្លួនផ្លាទីចូលទៅវាយហាលីណានកងវ៉ាន់និយាយប្រាប់ហាលីទប់ទល់ជាមួយនឹងគាត់សិនចោះហើយតែងពេលវេលាឲ្យខ្ញុំមួយផ្លែនដូច្នេះហាលីក៏ព្យាយាមទប់ទល់នឹងគិតឆ្វេងគិតស្ដាំពីស្នៀតផ្លែដៅបិសាចឈាមរបស់គាត់ដែលបានវាយកាប់ចូលមកចំណែកថាពលបិសាចជីនពីដែលបិសាចឈាមគឺកំពុងតែលេបច្បាក់ខ្លឹមសារជីវិតរបស់ណានកូនឈៀនដូច្នេះគាត់ក៏បានបញ្ញាប្រាប់ប្រាស់កម្លាំងកាន់តែច្រើនដើម្បីបញ្ចប់រឿងនេះឲ្យបានលឿនដូច្នេះពួកឯងទៅងាប់ទៅបញ្ចេញកម្លាំងថាពលស្នៀតផ្លែដៅវាយកាប់ទៅកាន់ហាលីជាច្រើនស្នៀតហាលីក៏ប្រាប់ប្រាស់ស្លាប់មេតមុនខ្យល់នឹងរុនទាំងកិច្ចផ្លាទីទៅយ៉ាងលឿនជាងពីផ្លែដៅម្នាក់ប្រាប់ប្រាស់ស្នៀតដៅបិសាចឈាមម្នាក់ទៀតគឺប្រាប់ប្រាស់ស្នៀតដៅឬសេរុនទាំងវាយកាប់ចូលទៅផ្ទប់គ្នាប៉ុន្តែយ៉ាងណាស្នៀតដៅឬសេរុនទាំងរបស់ហាលីគឺមិនគ្រប់គ្រាន់ឡើយគឺត្រូវបានវាយបំបាយខ្ទេញណាកូនឈៀនក៏នៅតែបន្តវាយទៅកាន់ហាលីគឺកាន់តែខ្លាំងឡើងហាលីបានត្រឹមតែប្រប្រាស់ស្នេហ៍ដៅមុតទៅរងតែប៉ុណ្ណោះដូច្នេះមួយដៅបន្ថែមទៀតវាយហាលីឡើងប៉ាំងខ្ទៀនបោះទៅគិតជាមួយនឹងចិញ្ចាំងភ្នំផ្ទុះឡើងរំជួយណានកងវ៉ាន់គឺពិតជាបារម្ភតែហាលីនិយាយប្រាប់ថាមិនចាំបាច់បារម្ភជាមួយនឹងខ្ញុំទេប្រប្រាស់ស្នេហ៍ស្លាត់ខាងវិញ្ញាណបងកាច់ចិញ្ជីរូបកាយជាច្រើនចេញទៅទប់ទល់ជាមួយនឹងណានកងឈៀនម្ល៉េះហាលីគឺកំពុងតែសឹកគិតមើលពីចម្ងាយសម្ដងឃើញថានោះក៏ពុពេញទៅដោយចំៃថាពលវិញ្ញាណបិសាចហើយដូច្នេះក៏បានប្រប្រាស់ស្នេហ៍ដៅឬសេរឿនតាត់ដល់ទៅវិភាពចេញមកបាញ់កម្លាំងថាពលទាំងមកទប់ទល់ជាមួយនឹងស្នេហ៍ផ្លែដៅបិសាចឈាមណានកូនឈៀនពិតជាវិជាបើថាពលបិសាចរបស់ខ្ញុំគឺកំពុងតែរសាត់បាត់ទៅហើយចំណែកកណ្ដាលកងវ៉ាន់នៅវិញនាងនិយាយថាដូច្នេះនៅពេលនេះក៏ដល់វេនរបស់ខ្ញុំម្ដងហើយហាលីនៅវិញក៏បានបន្ថែមកម្លាំងថាពលតាមដល់ទេវភាពទៅបន្ថែមទៀតផងដែរកម្លាំងថាពលចេញពីពលឺព្រះច័ន្ទដល់ទេវភាពរបស់ណានកងវ៉ាន់បានជន់សឹកកត់ណានកូនឈៀនតម្លាក់មកខាងក្រោមខ្ពៀផ្ទុះឡើងរំជួយជួយបរិវេណនេះទាំងមូលណាកូនឈៀនគាត់ក៏មិនដែរផ្លាស់ទីទៅណាបានឡើយណាកងវ៉ាន់និយាយថាបងស្រីនៅពេលនេះបងស្រីគឺចាញ់ហើយតែចំណាគាត់និយាយខ្លាំងកុំសង្ឃឹមអីសោះគាត់ក៏បានផ្លាស់យន់ផ្លាស់ទីចាក់ចេញពីទីកន្លែងនេះទៅព្រោះតែគេខ្លួនចាក់ចេញពីក្បួនកម្មការដែលត្រូវបានប្រេះបាយកំបាញ់មិញនោះប៉ុន្តែយឺនេះក៏បានប្រើប្រាស់សំណាញ់ពពកស្វ័យមកចាក់ឆាប់ណានកងឈៀនជាប់ណានកងឈៀនក៏ព្យាយាមប្រើប្រាស់កម្លាំងដើម្បីរើបប្រាខ្លួនចាក់ចេញប៉ុន្តែវាគឺគ្មានប្រយោជន៍រាល់ពេលដែលប្រើប្រាស់កម្លាំងកាន់តែខ្លាំងនោះកម្លាំងរបស់គាត់គឺកាន់តែចុះខ្សោយគាត់និយាយទៅកាន់ណានកងវ៉ាន់បងស្រីចាត់ទុកថាបងស្រីសូមអបអរឯងទៅចោះគូណាតែត្រប់ថយក្រោយវិញទៅប្រសិនបើពួកយើងមិនអាចទទួលបានជំនួយអំណាចឥទ្ធិពលពីសម្ព័ន្ធប្រជាជាតិទាំង9និងបាក់ហួយយីទេនោះបច្ច័នយើងរបស់ពួកយើងគឺមិនអាចស្ដារឥទ្ធិពលនិងអំណាចពួកយើងត្រឡប់មកវិញទៀតបានឡើយដែលនេះវាគឺជាបំណងប្រាថ្នារបស់អ្នកគ្រូឬមួយក៏បងស្រីចង់ឲ្យប្រាថ្នារបស់អ្នកគ្រូលីលីបាត់ទៅតាមខ្យល់មែនទេតែណានកងវ៉ាន់និយាយតទៅវិញថាបងស្រីគូណាតែតម្លាក់មុខចុះក្រោមហើយនឹងសម្លឹងមើលជុំវិញខ្លួនឯងមើលមិនថាអ្នកគ្រូឬមួយក៏បពាក់បរោះនៃបច្ច័នយុរបស់ពួកយើងសម្បីតែព្រះរាជាទាំងអស់ក៏ដូចគ្នាផងដែរពួកគាត់គឺស្ទាក់ស្ទើរនៅក្នុងការបញ្ចុតតតាំងជាមួយនឹងបកបិសាចជាហេតុដែលធ្វើបច្ច័នយុរបស់ពួកយើងបីបាក់នឹងផ្លាស់ទីមកដល់ទីនេះហើយព្រះបានដូចជាព្រះច័ន្ទចឹងដែរវាគឺស្ថិតនៅលើលំហមេឃក្បាលបញ្ចេញភ្លឺចេញចាំងគ្រប់ទិសទីហើយក្នុងនាមជាអ្នកហ្វឹកហាត់ម្នាក់គឺគូណាតែរសានភាពថ្លៃថ្នូរនោះគឺជាអ្វីដែលអ្នកគ្រូតែងតែចង់បានណាងកងឈៀនក៏និយាយតាមប្រា
ទឹកមកថាអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើតើវាគឺ comment ទេក្នុងកូវ៉ាន់ជាបន្តបងស្រីដើម្បីអាចបង្កើនសមត្ថភាពនៃបរិយាយូររបស់ពួកយើងគួរណាស់តែរកវិធីសាស្ត្រណាដែលថ្លៃថ្នូរបន្តិចទៅគឺភាសាជាងធ្វើវិធីសាស្ត្របែបនេះប្រសិនបើធ្វើអញ្ចឹងនោះនឹងធ្វើបរិយាយូររបស់ពួកយើងគឺកាន់តែអាប់អោនកិត្តិយសទៅវិញទេហើយខ្ញុំពិតជាសុំទោសបងស្រីជាខ្លាំងរាល់ផែនការដែលបងស្រីបានរៀបចំខ្ញុំគឺមិនអាចធ្វើបានឡើយហើយទោះបីជានៅពេលនេះវ័យវូចាគាត់មកដោយផ្ទាល់ក៏ដោយក៏ខ្ញុំនៅតែនិយាយពីដដែលខ្ញុំគឺមិនយល់ព្រមនាងគុនឈិននិយាយតាំងដងនឹងហាមធំណាស់ហើយបំភ្លេចវាចោលទៅឯងគឺអាចចាក់ចេញទៅបានអ្នកគ្រប់គ្នាដែលស្ថិតនៅបរិយាយគឺគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយនឹងឯងទៀតឡើយដោយអស់កម្លាំងខ្លាំងពេកនាងគុនឈិនគាត់ក៏បានស្លាប់បាត់បង់ស្មារតីទៅដូច្នេះសាច់រឿងរបស់យើងក៏ត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរយើងនឹងជួបគ្នាជាមួយនឹងភាគថ្មីៗជាបន្តទៀតអរគុណច្រើន